មានការដែលផ្លាស់ប្ដូរចំពោះការដែល live វីដេអូនៃការប្រកួតរបស់កីឡាករកីឡាការិនីគុនខ្មែររបស់យើងដែលធ្វើឡើងនៅឯទឹកដីនាសហរដ្ឋអាមេរិកទាំង5នាក់ដោយដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុនខ្មែរបានដឹងទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះផ្ទាល់ដែលត្រូវនៅថ្ងៃទី1ខែមិថុនាឆ្នាំ2025សម្រាប់ការដែលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅឯទឹកដីនាសហរដ្ឋអាមេរិកដែលមានបេក្ខភាពនៃកីឡាករកីឡាការិនីគុនខ្មែររបស់យើងរហូតដល់ទៅ5រូបឯណោះហើយយ៉ាងណាចំពោះអ្នកទាំង5គឺប្រកួតសុទ្ធសឹងតែដណ្ដើមខ្សែក្រវ៉ាត់បងប្អូនមានខ្សែក្រវ៉ាត់ស្ថាប័ន UCK ចំនួន3ខ្សែនិងខ្សែក្រវ៉ាត់គុនខ្មែររបស់យើងចំនួន2ខ្សែអញ្ចឹងចំពោះអ្នកទាំង5មានទី1ពេជ្រសម្បត្តិក្របីព្រៃមុខដែកទី2កីឡាករឡាវចត្រាទី3ឡាវចន្ទ្រាទី4លឿនបញ្ញានិងទី5កីឡាការិនីអេយ៉ានុតហើយយ៉ាងណាមិញជុំវិញតើតងជាមួយនឹងម៉ោងក៏ដូចជាពេលវេលានៃការដែរ live វីដេអូនៃការប្រកួតដែរបងប្អូនដំបូងឡើយគឺនៅម៉ោង7:00នាទីព្រឹកប៉ុន្តែឥឡូវនេះមានការដែលផ្លាស់ប្ដូរហើយបងប្អូនទៅម៉ោង9:45នាទីព្រឹកវិញដោយយោងទៅតាមការដែលបញ្ជាក់នៅលើ page របស់ Crude Energy អញ្ចឹងដោយមុននេះបន្តិចនៅលើ page របស់ Crude Energy បានផុសដល់ភ្ជាប់ជាមួយនឹង status ដោយបញ្ជាក់យ៉ាងដូចនេះព្រឹត្តិការណ៍គ្រុឌគុនខ្មែរ2 USA 2នឹងចាប់ផ្ដើម live ជាផ្លូវការពីម៉ោង9:45នាទីព្រឹកអញ្ចឹងសង្ឃឹមថាបងប្អូនដែលបាននឹងកំពុងតែទន្ទឹមរង់ចាំទស្សនាចំពោះការប្រកួតគឺតរតែម៉ោង9:45នាទីបងប្អូនទើបការ live នឹងចាប់ផ្ដើមហើយតើតើជាមួយនឹងភាពរអាក់រអួលអីយ៉ាងម៉េចយ៉ាងម៉ាជុំវិញតើតើជាមួយនឹងការដែលរៀបចំយើងក៏អត់ដឹងដូចគ្នាបងប្អូនដូច្នេះយើងមានតែរង់ចាំទៅតាមនឹងហើយយ៉ាងណាមិញចំពោះបេក្ខភាពនៃកីឡាករកីឡាការិនីគុនខ្មែររបស់យើងទាំង5រូបយើងឃើញហើយទី1គឺពេជ្រសម្បត្តិយើងពេជ្រសម្បត្តិក៏ត្រូវប៉ះជាមួយនឹងកីឡាករ Michael Hill ហើយការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមប្រកួតដណ្ដើមខ្សែក្រវ៉ាត់ UCK ហើយចំពោះកីឡាករឡាវចត្រាត្រូវស្វាគមន៍កីឡាករសហរដ្ឋអាមេរិកដែលធ្លាប់បំបាក់សោមវិឆ័យនឹងរឿងសភ័នមេធីមកបងប្អូនហើយក៏ដណ្ដើមខ្សែក្រវ៉ាត់ UCK ដូចគ្នាហើយចំពោះលឿនបញ្ញាក៏ត្រូវប៉ះជាមួយនឹងកីឡាករ George Aquino ហើយការប្រកួតនឹងក៏ដណ្ដើមខ្សែក្រវ៉ាត់ UCK ហើយចំពោះ2រូបទៀតបងប្អូនគឺត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុនខ្មែរគឺមានកីឡាករឡាវចត្រាអញ្ចឹងឡាវចត្រាក៏ត្រូវប៉ះជាមួយនឹងកីឡាករ June Jackson ហើយចំពោះកីឡាការិនីអេយ៉ានុតក៏ត្រូវប៉ះជាមួយនឹងកីឡាការិនី Victoria Bogdan ហើយអញ្ចឹងយើងរងចាំបងប្អូនម៉ោង9:45នាទីបើយើងគិតពីពេលនេះទៅនៅខ្ទង់1ម៉ោងជាងទៀតទេបងប្អូនសម្រាប់ការ live វីដេអូនៃការប្រកួតដូច្នេះសម្រាប់ admin ក៏មានតែប៉ុណ្ណឹងដែរជាចុងក្រោយជូនពរដល់កីឡាករកីឡាការិនីគុនខ្មែររបស់យើងឲ្យទទួលបាននៅជ័យជំនះទាំងអស់គ្នាស្ពាយខ្សែក្រវ៉ាត់ UCK និងខ្សែក្រវ៉ាត់គុនខ្មែរមកកាន់ទឹកដីនៃប្រជាណាចក្រកម្ពុជារបស់យើងវិញហើយបងប្អូនក៏អាចcomment បញ្ចេញជាមតិយោបល់ពាក្យជូនពរលើកទឹកចិត្តដល់កីឡាករគុនខ្មែររបស់យើងម្នាក់មួយផងដែរជាចុងក្រោយសូមជម្រាបលា